ទស្សនិកជនជាទីមេត្រីរាយព័ត៌មានជាបន្តទៅទីនេះផងដែរក្រុមហ៊ុន One More Group សហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទមួយដំណក់នៃទឹកចិត្តសប្បុរសធម៌ផ្តល់ឈាមសង្គ្រោះជីវិតមជ្ឈមណ្ឌលផ្តល់ឈាមសហការជាមួយនឹងក្រុមហ៊ុន One More Group ទឹកពិសាវិតាល់ប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទមួយដំណក់នៃទឹកចិត្តសប្បុរសធម៌ផ្តល់ឈាមសង្គ្រោះជីវិតដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ2026នៅមជ្ឈមណ្ឌលផ្តល់ឈាមនៅក្នុងរាជធានីភ្នំពេញក្រោមវត្តមានឯកឧត្តមវិជ្ជបណ្ឌិតសឹកប៊ុនណារដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងឯកឧត្តមសុកមុសិនអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតំណាងឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងវត្តមានលោកជំទាវជ្រឹងសុគន្ធធារីនាយិកាប្រតិបត្តិក្រុមហ៊ុន One More Group ទឹកពិសាវិតាល់និងសប្បុរសជនស្ម័គ្រចិត្តជាច្រើនអ្នកទៀតលោកវិជ្ជបណ្ឌិតសុកពោប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានឲ្យដឹងថាឆ្នាំ2025កន្លងទៅនេះជំនួយអំណោយឈាមទូទាំងប្រទេសដែលមានសរុបចំនួន 195,175 ផ្លោកដោយចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមមិនទទួលកម្រៃចំនួន 64,011 ផ្លោកស្មើទៅនឹង 32.8% នៃអំណោយឈាមទូទាំងប្រទេសចំនួនឈាមដែលបានប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនមានចំនួន 179,332 ផ្លោកដោយឡែកនៅថ្ងៃទី5ដើមឆ្នាំ2026ចំនួនអំណោយឈាមទូទាំងប្រទេសដែលមានចំនួនសរុប 78,393 ផ្លោកក្នុងនោះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមមិនទទួលកម្រៃចំនួន 16,246 ផ្លោកស្មើទៅនឹង 20.7% នៃអំណោយអ្នកផ្ដល់ឈាមនៅទូទាំងប្រទេសហើយបានចែកចាយប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនចំនួន 89,823 ផ្លោកផ្អែកទៅលើទិន្នន័យទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថាតម្រូវការឈាមដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋនៅតាមមន្ទីរពេទ្យឯកជននិងរដ្ឋបានកើនឡើងជារៀងរាល់ថ្ងៃបើទោះបីជាអត្រានៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានការកើនឡើងក៏ដោយប៉ុន្តែអត្រានៃការបរិច្ចាគឈាមដើម្បីដោះដូរនៅក្នុងរង្វង់គ្រួសារអ្នកជំងឺនៅមានកម្រិតខ្ពស់រហូតដល់ 80% ហេតុនេះទើបមជ្ឈមណ្ឌលផ្ដល់ឈាមតែងតែអំពាវនាវយ៉ាងទទូចសូមកុំរងចាំឲ្យមានតម្រូវការឈាមផ្ទាល់ខ្លួនឬសមាជិកគ្រួសារទើបយើងធ្វើការបរិច្ចាគឈាមយើងត្រូវរួមគ្នាកែប្រែចលនានេះឲ្យក្លាយជាទម្លាប់នៃការផ្ដល់ឈាមដោយស្ម័គ្រចិត្តជាប្រចាំដើម្បីធានាបាននូវស្ថិរភាពនិងសមត្ថភាពនៃស្តុកឈាមលោកជំទាវចឹងសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុន One More Group ទឹកពិសាវិតាល់នៅក្នុងនាម One More សូមអបអរសាទរដល់ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទមួយដំណក់ឈាមនៃទឹកចិត្តសប្បុរសធម៌ផ្ដល់ឈាមសង្គ្រោះជីវិតដោយផ្សារភ្ជាប់ទៅនឹងប្រធានបទដ៏មានអត្ថន័យនៅថ្ងៃនេះនៅក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូបលោកជំទាវចាំមិនភ្លេចនៅក្នុងការអំពាវនាវដ៏ពិសិដ្ឋរបស់អគ្គមេកុទេសឯកសន្តិភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្លាយជាកម្លាំងចលករនៃយុទ្ធនាការបរិច្ចាគឈាមក្រៅបុព្វហេតុដឹកនាំរបស់សម្ដេចតែងតែចាត់ទុកអាយុជីវិតនិងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាចម្បងក៏ដោយរាជរដ្ឋាភិបាលនីតិកាលទី7បានកំពុងបន្តនិងថែរក្សាយកចិត្តទុកដាក់ដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ដូចគ្នានេះក្រសួងសុខាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីកាន់តែយកចិត្តទុកដាក់ខ្ពស់ទៅលើការងារសុខភាពសាធារណៈលោកជំទាវជ្រឹងសុគន្ធធារីបានបន្តថាក្រោមការឈ្លានពានរបស់សៀមបានធ្វើឲ្យខ្មែរកាន់តែបន្តរឹងមាំរួបរวมកម្លាំងសាមគ្គីក្រុមមជ្ឈដ្ឋានបរិច្ចាគទាំងស្មារតីនិងធនធាននៅក្នុងស្មារតីនេះចលនាបរិច្ចាគឈាមគឺជាចលនាមួយរួមចំណែកគាំទ្រដល់វីរៈកងទ័ពជមុខក្រោមការដឹកនាំអំពាវនាវយ៉ាងយកចិត្តទុកដាក់របស់លោកជំទាវបណ្ឌិតស្ត្រីទី1រួមទាំងការចូលរួមយ៉ាងសកម្មពីសហភាពសហព័ន្ធយុវជនកម្ពុជាសសយកក្រោមការដឹកនាំរបស់ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីនិងជាប្រធានសសយកជាក់ស្ដែងប្រជាជនគ្រប់ស្រទាប់រាប់ម៉ឺននាក់ហើយបងប្អូនខ្លះទៀតសោតបានធ្វើដំណើរពីបណ្ដាខេត្តមកកាន់រាជធានីភ្នំពេញទន្ទឹងរង់ចាំការចូលរួមបរិច្ចាគដ៏ថ្លៃថ្លានេះឆ្លៀតក្នុងឱកាសនេះលោកជំទាវចឹងសុគន្ធធាវីសូមអរគុណដល់កងទ័ពអាវសក្រុមគ្រូពេទ្យក្រុមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងបានត្រៀមលក្ខណៈយ៉ាងគត់មុតចូលរួមសមរភូមិក្រោយ
ក្នុងការសង្គ្រោះនិងព្យាបាលជូនកងទ័ពរបស់យើងនៅក្នុងគ្រាដ៏លំបាកនេះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេផ្ទុយទៅវិញគឺជួយដល់សុខភាពនិងសរីរាង្គរបស់យើងឲ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ